đây mà tỏគ្នាចឹងថ្ងៃនេះបងមកប្រាប់ពីរបៀបប្រើប្រាស់របស់ជើងរបស់យើង model A7 បងជើងនេះកម្ពស់វារហូតដល់ 1.80 cm ហើយនេះរបៀបប្រើប្រាស់បងដូរអានេះចេះមកអានេះបងឆ្កឹះចេះមកហើយបងដាក់គៀបទូរស័ព្ទមកអញ្ចឹងអានេះបងអាចគៀបបានគ្រប់ប្រភេទ model ទូរស័ព្ទទាំងអស់បងទាំងអស់គ្នាគឺប្រើបានទាំងអស់ទាំង iPhone ទាំង Samsung អីគឺប្រើបានហើយនេះយើងអាចដកកម្ពស់ឡើងបានអញ្ចឹងរបៀបដកកម្ពស់បងឃើញសញ្ញាភូមិឡើងនេះអញ្ចឹងបងចិត្តវាមួយមកចាំបងឆ្កេះជើងវាឡើងណាចឹងបងអាចឆ្កេះជើងវាឡើងហើយបងចាំដកកម្ពស់វាចេះមកអញ្ចឹងកម្ពស់វាបានរហូតដល់ 1.80 អញ្ចឹងខ្ញុំអត់ទាន់ដកកម្ពស់ទេខ្ញុំប្រាប់របៀបប្រើប្រាស់ជើងបងសិនតែបងអញ្ចឹងនេះតេឡេបងរបៀបដកតេឡេបងរុញតេឡេឡើងលើមកគឺដកបានហើយបងប្រើហើយបងរុញចូលក្នុងវិញមកបងកុំឆ្កឹះឡើងអញ្ចឹងបងរុញឡើងលើអញ្ចឹងណាអញ្ចឹងសម្រាប់តេឡេរបស់យើងគឺសាកថ្មនេះបងក្នុងชุดហ្នឹងគឺមានដូចសាកថ្មអញ្ចឹងបងសាកថ្មតេឡេហ្នឹងមកវាប្រើអស់ថ្មហើយបងហើយមួយវិញទៀតនេះបងអាសម្រាប់ជើងនេះគឺសម្រាប់បងថតជាវីដេអូថតអីបងចង់រេតាមមុខរបៀបយើងធ្វើដូចជាជើងតុកលំនឹងអីបានបងអាចស្លេតាមនឹងបានណាហើយមួយទៀតបើសិនជាបងចង់ភ្ជាប់ជាមួយនឹង Q02 បងតម្លាក់អានេះចុះក្រោមមកហើយបងទាញអាក្បាលនេះឡើងលើអញ្ចឹងបើសិននេះតឹងបងមួបធូឬក៏មួបតឹងកន្លែងនេះមកអញ្ចឹងបងដាក់វាមកហើយចាំបងមួបតឹងវិញបន្ទាប់មកទៀតបងយក Q02 របស់យើងនេះយកមកដាក់តជាមួយនឹង A17 របស់យើងមកហើយបងនឹងទទួលបានប្រភេទជើង AI មួយដែលមានកម្ពស់រហូតដល់ 1.80 តែប៉ុណ្ណេះរួចជាការស្រាច់ហើយអូខេបងអញ្ចឹងជើង Q02 របស់យើងនេះរបៀបមកបងសង្កត់អាកន្លែងនោះឲ្យជាប់ណាបងនេះឃើញវាចេញប៊ូតុងពណ៌ខៀវអីអញ្ចឹងវាចេញប៊ូតុងពណ៌ខៀវហ្នឹងគឺវាមាន AI រេតាមមុខអីអញ្ចឹងពេលដែលខ្ញុំងាកទៅណាអញ្ចឹងទៅវារេតាមចាប់មុខរបស់ខ្ញុំអូតូអីហើយពេលបងអត់ចង់ប្រើ AI ទេបងកុំបើកបងចុចបិទទៅគឺលែងប្រើ AI និយាយហើយសម្រាប់ Q02 របស់យើងក៏មាន Tele ដែរអានេះ Tele Q02 របស់យើងណាអូខេបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់ Tele នេះរបៀបចុចបើកបងចុចប៊ូតុងហ្នឹងចុចសកត់វាជាប់មកគឺវាចេញភ្លើងចឹងហើយបន្តមកទៀតចាំបងបើក Bluetooth របស់ទូរស័ព្ទហើយយើង connect Bluetooth ជាប់ជាមួយនឹង Tele ហ្នឹងមកគឺបងអាចប្រើបានហើយមួយទៀតបងសម្រាប់ Q02 របស់យើងជើងនេះពិសេសណាវាមានភ្លើងនៅក្នុងនឹងហើយស្រាប់អញ្ចឹងភ្លើងនេះគឺបងត្រូវការសាកថ្មដូចគ្នានៅក្នុងនោះគឺមានដូចសាកថ្មឲ្យបងអីអញ្ចឹងបងសាកថ្មណាពេលធ្វើអស់បងសាកទៅហើយរបៀបបើកភ្លើងរបស់យើងនេះបងចុចវាមួយចឹងមកគឺភ្លើងអីអញ្ចឹងភ្លើងរបស់យើងអាចដូរពណ៌បានបងចុចកន្លែងប៊ូតុងបិទបើកនឹងដែរបងចុចមួយគឺដូរពណ៌អីណារៀងពណ៌ពងមាន់នេះបងស្រេតាមពលឺតាមនឹងតាមបងចង់បានអញ្ចឹងណាអូខេមានខៀវមានក្រហមមានពងមាន់មានអីចឹងទៅនេះបងពេលបងយកទៅដល់បងអាចចុចស្រេតាមមុខដែលបងថតខ្លួនឯងតាមនឹងបានហើយពេលបងចង់បិទវិញសកត់វាជាប់មកគឺបិទអីអូខេអញ្ចឹងភ្លើងហ្នឹងគឺបងដាក់នៅកន្លែងនេះហើយរបៀបដាក់ភ្លើងនេះបងប្រហើបវាចូលចឹងណាអូខេហើយមកចាស់រៀងទៀតបងដាក់ដូចគ្នាចឹងដែរមកចាអញ្ចឹងបងបើកភ្លើងទីហោណានេះយើងដាក់ភ្លើងឲ្យដូចគ្នាណាកុំដាក់ខុសគ្នាឥឡូវចេញពណ៌អេបងអូខេបងអញ្ចឹងការភ្ជាប់Q02 ហើយនឹង A17 របស់យើងមានតែប៉ុណ្្នឹងទេបងហើយអានេះវិញគឺសម្រាប់បងដោះ Q02 ចេញណាឧទាហរណ៍នេះបងអត់ចង់ប្រើតជើងឡើងទេបងថត live ខ្លួនឯងអញ្ចឹងណាអញ្ចឹងបងមួនេះជាប់នៅកន្លែងនេះមកអាហ្នឹងវាទុកលំនឹងដែរវាអត់ធ្វើឲ្យជើងហ្នឹងលំណាអញ្ចឹងបងដាក់ចឹងមកហើយបងដាក់លើតុលើអីមកហើយបងចង់ live ចង់អីថតវីដេអូ review ផលិតផលអីឬក៏ធ្វើ content អីផ្សេងតាមចិត្តបងបានអញ្ចឹងនេះរបៀបប្រើ Q02 ហើយនឹង A17 របស់យើង